បាទជំរាបសួរបងប្អូនបាទថ្ងៃនេះគឺជួបជុំកូនចៅចឹងហើយខ្ញុំក៏ធ្វើម្ហូបពិសេសមួយឲ្យកូនបាទជារូបមន្តរបស់ឪពុកខ្ញុំបាទតពីឪពុកខ្ញុំគឺទាដុតមើលព្រះច័ន្ទបាទហើយឈ្មោះថាទាដុតមើលព្រះច័ន្ទបាទហើយក្នុងហ្នឹងយើងលាយជាមួយនឹងទារីយ៉ាគីម៉ុងហ្គូលីហើយយើងប្រើតែម្សៅស៊ុបធម្មតាហើយបូកនឹងខ្ទឹមក្រហមហើយយើងដុតទៅវានឹងមានពណ៌ក្រហមស្រស់ស្អាតណាបាទហើយនេះគឺមិត្តភ័ក្តិរបស់ខ្ញុំពី Oceania Club បានជួយផ្ដល់ស្រាក្រហមឲ្យខ្ញុំ2ដបផងដែរបាទនេះបាទអញ្ចឹងOceania Club របស់យើងបាទយើងនឹងមានស្រាក្រហមសម្រាប់លោកស្រីដែលចង់បានហើយយើងនឹងមានដាក់លក់នៅប្រទេសកម្ពុជាហើយនិងតំបន់ផ្សេងទៀតនៅក្នុងសកលលោកបាទក្នុងនឹងផងដែរខ្ញុំនឹងបើកបង្ហាញបងប្អូនថារូបមន្តពិសេសដែលយើងបានធ្វើហ្នឹងយ៉ាងម៉េចខ្លះណាបងប្អូនចាំមើលណាបាទហើយក្លិនវាខ្ញុំឈរពីចម្ងាយ 2-3 ម៉ែត្រក៏ក្លិនវាក្រអូបហើយឈ្ងុយឆ្ងាញ់ជាទីបំផុតហើយបងប្អូនប្រហែលជាចង់ដឹងហើយដូច្នេះបងប្អូនចាំមើលបាទស្នាដៃរបស់ខ្ញុំបាទណានឹងគឺយើងដុតយើងមានធុងរបស់វាការពិតនៅស្រុកស្រែស្រុករបស់ខ្ញុំពីបុរាណមកយើងកប់ក្នុងដីតែដល់ពេលនៅនេះវាអត់មានដីណាកប់ធុងទេដុតទេតែអញ្ចឹងយើងយកធុងមួយយើងដាក់ភ្លើងតិចបាទអូខេតបមកខ្ញុំនឹងដកធុងនឹងចេញហើយឲ្យបងប្អូនមើលបាទហើយបងប្អូននឹងឃើញណាបាទដែលខ្ញុំប្រាប់ថាទាមើលព្រះច័ន្ទហ្នឹងគឺមើលមែនវាសម្លឹងទៅមើលលើមេឃបាទហើយអញ្ចឹងខ្ញុំដកវាថ្នមចេញបាទបន្ទាប់មកវាបែបនេះបាទបងប្អូនណាបាទវាបែបនេះបាទទានេះគឺជាប្រភេទដូចទាកប៉ាយើងវាមានទម្ងន់ជាង4គីឡូបាទនេះខ្លាញ់បាទហើយខ្លាញ់វាស្រក់ពីខាងលើមកដល់ខាងក្រោមនេះហើយយើងប្រើដបស្រាក្រហមមួយដាក់នៅក្នុងហ្នឹងឃើញទេបងប្អូនធ្វើតាមខ្ញុំទៅណាធ្វើតាមខ្ញុំទៅហើយញ៉ាំទៅហើយវាមានលក្ខណៈពិសេសក្លិនវាក៏ឆ្ងាញ់បាទហើយបងប្អូនញ៉ាំបានមួយគ្រួសារប៉ុណ្ណេះទម្ងន់ដូចជា5គីឡូណាទាហ្នឹងណាបាទ5គីឡូបងប្អូនអាចចេញភាសាបានហើយសូមអរគុណចំពោះមិត្តរបស់ខ្ញុំជាដៃគូជំនួញដែលគាត់ផ្ដល់ស្រាក្រហមOceania Club 2ដបមកដើម្បីជួបជុំគ្រួសារថ្ងៃនេះសូមអរគុណច្រើនពីរូបខ្ញុំបណ្ឌិត សំហេង